បាទថ្ងៃនេះខ្ញុំមកបកស្រាយសំណួរពីបងប្អូនយើងដែលគាត់សួរមកកាន់ខ្ញុំតាក់ទងជាមួយនឹងអេតឡើងថ្លៃឬក៏ការប៊ូសទៅឡើងថ្លៃគាត់សួរមកខ្ញុំថាហេតុអ្វីបានជាប៊ូសដំបូងអេតអត់ស៊ីថ្លៃទេក្នុងមួយមេសេចស៊ីត្រឹម0.15សេន20សេន30សេនឬក៏ច្រើនបំផុតត្រឹម50សេនបាទដែលស្មើ2000លុយខ្មែរក្នុងមួយមេសេចឬក៏អាចនិយាយបានថាអតិថិជនឆាតមកម្នាក់ហ្នឹងគឺស៊ីលុយយើងប៉ុណ្ណឹងបាទមួយរយៈក្រោយមកទៅជាឡើងថ្លៃរហូតដល់ទៅស៊ី80សេនបាទ90សេនឬក៏1ដុល្លារ2ដុល្លារអញ្ចឹងទៅជូនលើសនឹងទៀតដោយផលិតផលមួយចំនួនអញ្ចឹងថ្ងៃនេះខ្ញុំមាននៅដំណោះស្រាយខ្លះឬក៏បញ្ហាខ្លះដើម្បីចែករំលែកទៅកាន់បងប្អូនហើយបងប្អូនទៅ check មើលថាតើអេតរបស់បងប្អូនឡើងថ្លៃហ្នឹងវាមកពីកត្តាទាំងអស់នឹងដែរឬក៏ដែលខ្ញុំត្រៀមនឹងចែករំលែកទៅកាន់បងប្អូនក្នុងពេលបន្តិចទៀតនេះបាទព្រោះមែនតើខ្ញុំមាន4-5ចំណុចដើម្បីលើកឡើងទៅកាន់បងប្អូនហើយបងប្អូនអាច check មើលថាតើក្នុងចំណោម4-5ចំណុចហ្នឹងមាននៅក្នុងប្រតិបត្តិការដែលយើងកំពុងតែធ្វើសប្តាហ៍ថ្ងៃហ្នឹងដែរឬក៏អត់បាទអនុវត្តសប្តាហ៍ថ្ងៃហ្នឹងដែរឬក៏អត់អញ្ចឹងបើយើងនិយាយអំពីការប៊ូសកន្លងមកខ្ញុំចែកម្លែកច្រើនមែនតើអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំមកស្រាយមួយចំនួនដែលយើងសួរថាហេតុអីបានជាប៊ូសដំបូងស៊ីតិចបន្ទាប់មកអេតហ្នឹងទៅជាស៊ីថ្លៃបាទឥឡូវយើងចូលមកពីចំណុចរបស់យើងបាទចំណុចទី1ហេតុអ្វីបានជាប៊ូសយើងស៊ីថ្លៃគឺការថយចុះនៃអតិថិជនបាទការថយចុះនៃអតិថិជនតាមពិតបើយើងនិយាយពីការថយចុះនៃអតិថិជននៅក្នុងនោះវាមានច្រើនអតិថិជនខ្លះគាត់លេងមានតម្រូវការទៅលើផលិតផលនោះពួកគាត់ប្រើហើយគាត់ទិញហើយអញ្ចឹងគាត់លេងត្រូវការអញ្ចឹងវាស្មើនឹងយើងថយចុះនៃអតិថិជនហើយនៅក្នុងនឹងទៀតកាលណាដែលពួកគាត់ខ្វះខាតថវិកាស្របពេលដែលប្រទេសជាតិកំពុងតែជួបវិបត្តិសេដ្ឋកិច្ចបើយើងនិយាយអស់ទៅសេដ្ឋកិច្ចពិភពលោកបាទសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីកូវីដបន្ទាប់ពីមានសង្គ្រាមអីផ្សេងរហូតដល់ឈានដល់យើងមានសង្គ្រាមរវាងប្រទេសលេខ2ទៀតអញ្ចឹងយើងរឹតតែជួបបញ្ហាធ្ងន់ធ្ងរអញ្ចឹងក៏ជាមូលហេតុមួយដែលនាំឲ្យថយចុះនៃអតិថិជនដែរបាទអានេះចំណុចទី1ចំណុចទី2តម្រូវការនៃផលិតផលរបស់យើងអញ្ចឹងសួរទៅកាន់ខ្លួនឯងវិញថាតើផលិតផលដែលយើងកំពុងតែកាន់លក់កំពុងតែកាន់ផ្សព្វផ្សាយកំពុងតែធ្វើវីដេអូប៊ូសនឹងជាផលិតផលដែលតម្រូវការខ្លាំងដែរឬក៏អត់បាទព្រោះយើងនិយាយអស់ទៅផលិតផលមួយចំនួនវាមិនសូវជាតម្រូវការឲ្យមែនតែនទេតម្រូវការតែសម្រាប់អ្នកដែលមានលុយបើសិនបើគាត់ខ្វះខាតថវិកាឬក៏មិនចាំបាច់គឺគាត់អត់ទិញអ្នកគ្នាអាចសម័យមើលទៅតើផលិតផលបែបណាដែលជាផលិតផលតម្រូវការហើយផលិតផលបែបណាដែលជាផលិតផលមានក៏បានអត់ក៏បានបាទអញ្ចឹងផលិតផលមានក៏បានអត់ក៏បានហ្នឹងក៏នាំឲ្យអេតរបស់យើងស៊ីថ្លៃដែរព្រោះបើយើងនិយាយត្រឡប់ទៅក្រោយវិញយើងកំពុងតែជួបវិបត្តិសេដ្ឋកិច្ចបើនិយាយពីសេដ្ឋកិច្ចនេះវាសឹងថាទូទាំងពិភពលោកហើយបាទអាហ្នឹងគឺចំណុចទី2ចំណុចទី3កំណើនអ្នកលក់ការកើនឡើងរបស់អ្នកលក់នៅពេលដែលយើងប៊ូសដំបូងស៊ីតិចដោយសារអីយើងអ្នកលក់ម្នាក់ឯងអត់សូវមានអ្នកលក់ច្រើនទេយើងលក់ម្នាក់ឯងកាលណាដែលយើងលក់ម្នាក់ឯងការសាយភាយនៅវីដេអូដែលយើងប៊ូសទៅវាគ្រប់ដណ្ដប់ប្រជាជននៅក្នុងប្រទេសរបស់យើងឧទាហរណ៍យើងប៊ូសចូលប្លុកណាមួយគឺវាសាយភាយទៅកាន់ពួកគាត់ឃើញពួកគាត់នឹងទិញពីយើងច្រើនអញ្ចឹងនាំឲ្យអេតរបស់យើងស៊ីតិចបាទស៊ីតិចអាចស៊ី15សេន20សេន30សេនអីចឹងទៅក្នុងមួយមេសេចបាទអញ្ចឹងបើយើងនិយាយនៅដើមឆ្នាំ2026នេះអ្នកលក់កាន់តែកើនឡើងទាំងដែលអ្នកលក់មានបទពិសោធន៍អ្នកលក់អត់បទពិសោធន៍អ្នកដែលទៅចេញរកស៊ីថ្មីថ្មងក៏មានច្រើនដែរបាទហើយស្រុកខ្មែររបស់យើងគឺបែបហ្នឹងបាទការកើនអ្នកលក់ដំបូងយើងលក់ម្នាក់ឯងទូពេលខ្លះទាំងអតិថិជនចាស់ដែលគាត់ធ្លាប់ទិញពីយើងណាផលិតផលខ្លះយើងលក់$10ប៉ុន្តែគាត់ទៅតាក់ទងទៅអ្នកលក់ទី2គាត់និយាយប្រាប់ថាគាត់ទិញកន្លែងនេះតម្លៃប៉ុណ្នេះអញ្ចឹងទៅបាទអាចអ្នកលក់ទី2គាត់បន្ថយទាបជាងយើងធ្វើម៉េចគាត់លក់ចេញផលិតផលរបស់គាត់ទោះបីគាត់ចំណេញតិចតួចក៏ដោយអានេះវាជារឿងពិតព្រោះជាក់ស្ដែងគឺយើងជួបបែបហ្នឹងជាការពិតអានេះគឺចំណុចទី3កំណើនរបស់អ្នកលក់បាទកាលណាអ្នកលក់កើនឡើងច្រើនភ្ញៀវមានជម្រើសច្រើនក៏យើងលក់អត់សូវបាននាំឲ្យអេតរបស់យើងឡើងថ្លៃដែរចំណុចទី4ផលិតផលតាមសម័យកាលយើងនិយាយពីផលិតផលខ្លះលក់បានគ្រប់សម័យកាលហើយផលិតផលមួយចំនួនទៀតសម័យកាលខ្លះលក់ចេញសម័យកាលខ្លះទៀតគឺមនុស្សអត់ប្រើអញ្ចឹងអ្នកគ្នាសម័យមើលថាផលិតផលណាដែល
ប្រហែលខែគេប្រើហើយលទ្ធផលណាទៀតដែលគេប្រើគ្រប់ខែឧទាហរណ៍ថាក្នុងមួយឆ្នាំមានពី10ខែគេប្រើទាំងអស់បាទជាឧទាហរណ៍ថាយើងលក់ហូលចុះប្រភេទហូលបើយើងនិយាយទៅគេប្រើនៅពេលណាគេប្រើនៅពេលមានបនទៀនគេប្រើនៅពេលភ្ជុំគេប្រើនៅពេលមានកម្មវិធីការអញ្ចឹងនៅពេលណាការនៅពេលណាភ្ជុំបាទបើយើងនិយាយថាការរដូវប្រាំងអាចគិតចាប់ពីពាក់កណ្ដាលខែ11គេចាប់ផ្ដើមរៀបចំកំងគេចាប់ផ្ដើមដាក់ដេញវេលាការអីចឹងទៅបាទអញ្ចឹងយើងអាចលក់បាននៅពេលហ្នឹងរហូតដល់ចាប់ផ្ដើមតម្លាក់ភ្លៀងវិញបាទអានេះជាទំនៀមទម្លាប់នៃប្រជាជនខ្មែរយើងគឺបែបហ្នឹងអញ្ចឹងអានេះគេហៅថាផលិតផលតាមសម័យកាលបាទអញ្ចឹងទី5តកតងជាមួយនឹងបើយើងឆែកថាទី1ទី2ទី3ទី4គឺមិនមានបញ្ហាទេហេតុអីនៅស៊ីថ្លៃទៀតអញ្ចឹងយើងមើលកន្លែងមើលទី5តកតងជាមួយនឹងវីដេអូរបស់យើងឬក៏ content របស់យើងហ្នឹងតើយើងបាន update វាឬក៏អត់ឲ្យទាន់សម័យកាលដែរឬក៏អត់ព្រោះសិល្បៈនៃការផលិត content ផលិតវីដេអូគេត្រូវមានពីមួយជំនាន់ទៅមួយជំនាន់ដើម្បីជាភាពតាក់ទាញដែរគេលេងប្រើដូចសម័យមុនណាបើយើងនិយាយថា content សម័យមុនយ៉ាងម៉េច content សម័យមុនអាចថាចេញដំបូងមករៀបរាប់ពីខ្លួនឯងពី franchise យីហោឬក៏ពីឈ្មោះលើកដៃសំពះអីផ្សេងប៉ុន្តែសម័យឥឡូវគឺអត់ទេមនុស្សខ្ជិលបាទទាំងអានអក្សរទាំងស្ដាប់បើសិនបើវីដេអូយើងវែងពេកក៏មនុស្សខ្ជិលស្ដាប់បាទវីដេអូយើងចេញមកមិនតាក់ទាញរៀបចំធ្វើម៉េចក្បាលវីដេអូរបស់យើងដែលមនុស្សអស់កាត់ពងគឺមានភាពតាក់ទាញបាទដែលគេហៅថាចំណុចខ្លាំងនៃវីដេអូរបស់យើងវីដេអូរបស់យើងផលិតផលរបស់យើងខ្លាំងស្អីខ្លាំងគុណភាពខ្លាំង promotion ទិញមួយថែមមួយទិញមួយថែមពីរនៅពេលណាដែលគេអស់កាត់ទាំងដែលគេកំពុងតែចាប់អារម្មណ៍ផលិតផលមួយហ្នឹងហើយយើងមាន discount 50% ទិញមួយថែមមួយទិញមួយថែមពីររឿងអីដែលគេមិនចាប់អារម្មណ៍បាទអញ្ចឹងគេត្រូវ update នៅវីដេអូនៃ content របស់យើងតាមសម័យកាលដែរបាទកាលណាដែលយើងអត់ update វាទេអញ្ចឹងវីដេអូរបស់យើងលេងតាក់ទាញហើយកាលណាលេងតាក់ទាញភ្ញៀវអត់សូវចាប់អារម្មណ៍ភ្ញៀវអត់ share ភ្ញៀវអត់ like បាទភ្ញៀវអត់ចុចមើលយូរឬក៏អត់ចូល contact chat របស់យើងទេស្មើនឹងយើងលក់អត់ដាច់អញ្ចឹង ad របស់យើងស៊ីថ្លៃបាទឥឡូវយើងនិយាយឡើងវិញ5ចំណុចហ្នឹងបងប្អូនអាចឆែកមើលថាតើយើងមាននៅជាប់បញ្ហាណាមួយដែរឬក៏ទី1ការថយចុះនៃអតិថិជនអានឹងវាជារឿងទូទៅហ្នឹងមែនទេបាទហើយទី2តម្រូវការផលិតផលហ្នឹងតម្រូវការប៉ុណ្ណាបាទហើយទី3ការកើនឡើងអ្នកលក់ច្រើនបាទយើងមើលគេចាប់ផ្ដើមរកស៊ីច្រើនអ្នកលក់ច្រើនអញ្ចឹងដណ្ដើមភ្ញៀវតាមនឹងបាទហើយទី4ផលិតផលតាមសម័យកាលបាទចំណុចនេះក៏សំខាន់ដែរណាកាលណាអត់ត្រូវសម័យកាលទេហើយយើងប្រឹងលក់ឧទាហរណ៍លក់ថ្នាំបំពន់គ្រាប់ស្វាយចន្ទីតែប៉ុន្តែថ្នាំហ្នឹងបើយើងនិយាយអស់ទៅយើងលក់តែប្រហែលខែតែក្នុងខែនេះចុះដែលខែស្វាយចន្ទីកំពុងមានត្រួយរៀបចំផ្កាអីចឹងគឺគេចាប់ផ្ដើមលក់ហើយបាទផុតខែហ្នឹងទៅចូលខែពាក់កណ្ដាលខែ2ខែ3អីគឺលក់លេងបានហើយអញ្ចឹងគេហៅថាផលិតផលសម័យកាលហើយបាទហើយទី5គឺវីដេអូឬក៏ content របស់យើង update ទាន់សម័យកាលហើយនៅបាទអញ្ចឹងទេបងប្អូន check មើលទៅហើយកុំភ្លេចចុច subscribe ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីអំពីការចែកម្លែករបស់ខ្ញុំហើយពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងបងប្អូនឆ្ងល់អីមានបញ្ហាអីគឺអាចសួរនាំខ្ញុំបាននៅក្នុង comment នៅក្នុងវីដេអូនេះឬក៏ Telegram របស់ខ្ញុំក៏បាន